សំណួរដែលថារៀនធម៌ស្ដាប់ធម៌បានអ្វីអញ្ចឹងសំណួរនេះយើងត្រូវឆ្លើយជាពីរកម្រិតទី1គឺឆ្លើយតាមបែបអានិសង្សកម្រិតទី2គឺយើងឆ្លើយតាមបែបវិបស្សនាបញ្ញាឥឡូវចូលទៅដល់កម្រិតទី1ឆ្លើយតាមបែបអានិសង្សបាទអញ្ចឹងអានិសង្សមានន័យថាជាប្រយោជន៍ឬក៏ផលចំណេញព្រះពុទ្ធទ្រង់ត្រាស់ថាអ្នកស្ដាប់ធម៌រមែងទទួលបាននូវផលចំណេញបាន5យ៉ាងទី1បានស្ដាប់បានដឹងនៅរឿងពិតដែលមិនធ្លាប់ដឹងពីមុនមកដូចជាច្បាប់កម្មផលទី2ធម៌ណាដែលធ្លាប់បានស្ដាប់ហើយនឹងបានយល់កាន់តែច្បាស់ស៊ីជម្រៅជាងមុនទី3បានកាត់ផ្ដាច់សេចក្តីសង្ស័យមានន័យថាលែងឆ្ងល់ថាស្លាប់ទៅកើតឯណាធ្វើល្អបានល្អមែនអត់បាទនឹងគឺលែងសង្ស័យទី4បានតម្រង់ការយល់ឃើញឲ្យត្រឹមត្រូវមានន័យថាមានសមាធិដ្ឋិគឺឈប់ជឿអបិយជំនឿផ្ដេសផ្ដាសទី5បានសេចក្តីស្ងប់គឺមានន័យថាធ្វើចិត្តឲ្យជ្រះថ្លាត្រជាក់ត្រជុំក្នុងពេលកំពុងស្ដាប់នោះឯងនេះគឺបកស្រាយទៅតាមកម្រិតទី1បាទបែបសាមញ្ញគឺតកតទៅនឹងអានិសង្សចូលដល់កម្រិតទី2គឺយើងឆ្លើយតាមបែបវិបស្សនាបញ្ញាមានន័យថាចូលទៅដល់បរមត្ថសច្ចៈចម្លើយនេះគឺចាក់ដោតបំផុតទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គលោកតែងទូមានថារៀនធម៌ស្ដាប់ធម៌គឺគ្មានបានអ្វីទេគឺមានតែអស់ទៅវិញទេចុះបើគ្មានបានអ្វីសោះមានតែអស់តើអស់អ្វីខ្លះទៅចម្លើយគឺងាយទេគឺថាទី1គឺអស់កិលេសពីមុនណាពោពេញដោយការចង់បានលោភៈក្តៅក្រហាយទោសៈពេលដែលមានធម៌ភ្លើងទាំងនេះក៏ត្រូវពន្លត់ឲ្យអស់រលីងពីបេះដូងហ្នឹងទី2គឺអស់ការប្រកាន់តួខ្លួនឧបាទានពីមុនណាធ្លាប់ប្រកាន់ថានេះកូនអញនេះទ្រព្យអញនេះកិត្តិយសអញចឹងពេលយល់ធម៌យល់អំពីភាពមិនទៀងភាពជាទុក្ខអនត្តាការប្រកាន់ទាំងនេះក៏អស់រលីងគឺយល់ច្បាស់លះឯងបាទចំណុចទី3គឺអស់សេចក្តីទុក្ខពេលអស់ការប្រកាន់ណាពេលដែលយើងមានបញ្ហាអ្វីកើតឡើងក៏ចិត្តលែងតក់ស្លុតគឺអស់សេចក្តីទុក្ខសោកផ្លូវចិត្តនឹងឯងទី4បាទគឺជ្រៅមែនទែនអស់ភពអស់ជាតិនេះជាការអស់ដ៏កំពូលពេលចិត្តអស់តណ្ហាការវិលកើតចាស់ឈឺស្លាប់ក្នុងវដ្តសង្សារក៏ត្រូវអស់នឹងបញ្ចប់ត្រឹមនឹងឯងសូមធម្មញាតិស្រមៃមើលថាការងូតទឹកដុសសាប៊ូចុះទៀនតើយើងងូតទឹករាល់ថ្ងៃនេះដើម្បីចង់បានអ្វីមកជាប់នឹងខ្លួនឬគឺអត់ទេយើងងូតទឹកមិនមែនចង់បានអ្វីទេប៉ុន្តែយើងងូតទឹកដើម្បីឲ្យអស់នៅមន្ទិលញើសក្អែលក្លិនស្អុយនិងមេរោគដែលតោងជាប់រាងកាយរបស់យើងនៅពេលដែលអស់ញើសក្អែលទាំងនោះហើយ
តើរាងកាយបានអ្វីរាងកាយក៏ទទួលបាននូវភាពត្រជាក់ស្រួលខ្លួនដោយឯងតែម្ដងព្រះធម៌ក៏ដូចគ្នាដែរទៀតយើងស្ដាប់ធម៌មិនមែនដើម្បីបានលុយកាក់ឋានៈឬការសរសើរទេតែយើងស្ដាប់ធម៌ដើម្បីឲ្យអស់នៅញើសក្អែលផ្លូវចិត្តគឺអវិជ្ជានិងកិលេសកាលណាក្អែលផ្លូវចិត្តរលាយអស់ហើយសេចក្តីសុខស្ងប់សន្តិភាពនឹងផុសឡើងមកគ្របដណ្ដប់បេះដូងយើងដោយស្វ័យប្រវត្តិទៀត